សេចក្តីរាយការណ៍ដោយលោកអុកទូចខេត្តបៃលិនបានថ្លែងប្រាប់សារព័ត៌មានពន្លឺព្រះធរនៅព្រឹកថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ក្រុមប្រឹក្សាខេត្តបៃលិនបានប្រារព្ធកិច្ចប្រជុំក្រុមប្រឹក្សាខេត្តវាតម្លៃខ្ពស់លើការងារដោះស្រាយបញ្ហានិងស្វាស្វែងការងារជូនពលករវិលត្រឡប់ពីប្រទេសថៃពិធីបើកកិច្ចប្រជុំសាមញ្ញលើកទី18អាណត្តិទី4របស់ខេត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមជាចិនដិនប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តបៃលិនបរិយាកាសកិច្ចប្រជុំប្រព្រឹត្តទៅក្រោមភាពស្និទ្ធស្នាលនិងស្មារតីទទួលខុសត្រូវខ្ពស់ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់តំណាងឲ្យស្ថាប័នទាំងថ្នាក់ខេត្តទាំងក្រុងស្រុកដើម្បីពិនិត្យនិងវិតម្លៃលើលទ្ធផលការងារដែលបានអនុវត្តជាក់ស្ដែងក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំបានពិនិត្យនិងអនុម័តរបៀបវារៈសំខាន់រួមមានពិនិត្យនិងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំលើកទី17ពិនិត្យនិងអនុម័តរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែតុលាឆ្នាំ2025និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រោយពីបានស្ដាប់របាយការណ៍រួចមកលោកជំទាវបានស្រីមុំបានក្រើនរំលឹកដល់មន្ទីរជំនាញនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវដោះស្រាយរាល់បញ្ហាប្រឈមជូនប្រជាពលរដ្ឋដោយមិនត្រូវទុកឲ្យមានភាពអូសបន្លាយនេះជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពជាពិសេសលោកជំទាវបានស្នើឲ្យគ្រប់ភាគីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនពលករដែលទើបវិលត្រឡប់ពីប្រទេសថៃដោយត្រូវសហការគ្នាយ៉ាងសកម្មស្វះស្វែងកន្លែងការងារជូនពួកគាត់ដើម្បីឲ្យពួកគាត់មានជីវភាពរស់នៅសមរម្យនៅលើទឹកដីកំណើតលោកជំទាវបណ្ឌិតអភិបាលខេត្តក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទដែលបានរួមសហការគ្នាបំពេញភារកិច្ចរក្សាបរិស្ថានសុវត្ថិភាពសន្តិសុខល្អនិងកសាងសមិទ្ធផលនានាធ្វើឲ្យខេត្តបៃលិនមានការរីកចម្រើនគួរឲ្យកត់សម្គាល់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំប្រសាសន៍បូកសរុបនិងផ្ដាំផ្ញើរបស់ឯកឧត្តមជាចិនដិនប្រធានក្រុមប្រឹក្សាខេត្តថ្លែងក្នុងកិច្ចប្រជុំនេះឯកឧត្តមជាចិនដិនបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបៃលិនដែលបានដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋនិងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនជាបន្តបន្ទាប់រហូតធ្វើឲ្យភ្ញៀវជាតិនិងអន្តរជាតិស្ងើចសរសើរដល់ការកែប្រែមុខមាត់ទីក្រុងឲ្យមានសោភ័ណភាពស្អាតបាតជួយសម្របសម្រួលដោះស្រាយបញ្ហាជូនពលករវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំនិងបានស្វះស្វែងរកការងារជូនបងប្អូនពលករទាំងនោះផងដែរក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ត្រូវបន្តខិតខំបម្រើផលប្រយោជន៍និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាប្រឈមនិងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សទាន់សភាពការនិងមានតម្លាភាពការអនុវត្តការងារទាំងនេះគឺត្រូវស្របទៅនឹងគោលនយោបាយជាអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលអាណត្តិទី7សំដៅលើកម្ពស់ជីវភាពប្រជាជនឲ្យកាន់តែប្រសើរឡើង។